นี่มันเป็นพิจารณาตีเนี่ยนาถวยนี่ติดฉบับนี้เต้ระเบียงปุยเจงตามมือดึงไอ้การล้างตาจำอัดบังกายจองจำคือมาเป็นโลกหลักบังไม่เคยตะก็นักครองอีโลกมาจีเห็นก็หอกจำปราบปรักจำแต่จัดการปกจำชมดังหายเพราะเขาจะมีมนุษย์ลูกค้าช่องจำวันนี้หายนี้เติมนี้จำมันบ้างจำเกินมันจังอันนั้นใครเต้นักทำเป็นนักโคลนไอ้เราจะบนโลกอย่างนี้เป็นนักสมศัพท์โคลนไอ้นะเรื่องข้าพิมพ์นี่พลิกเอาให้มันได้ดีมันจำขึ้นละอบ้านนี้เพียงไอรู้เนอบ้านยังสบายดีที่พอตลอดตัวปัสไลค์ฟอนตลอดตัวกบายคลุนปวดบ้านนี้วิ่งปูยังเตะปัญญาตระสินหัวชินมันจังที่จุดปิลปียาวสำหรับเกี่ยวชาวเตอเนี่ยมันอาจชื่อจับติดก็มันอาจตระกิดผู้บาดติดได้ไงนี่นึงมันสำหรับเกย์ไงคราวเกย์ชิบะเชื่อสำหรับยังให้นึกปุ๊กระบาดนึงจะมันขาดตีสำหรับเกย์เตอร์ปียาวสำหรับเกย์เตอร์สำหรับเกย์เตอร์ปียาวสำหรับเกย์เตอร์เนี่ยมันสำหรับเกย์ไงคราวเกย์นึกสำหรับปุยยังให้ปียาวสำหรับเกย์เตอร์สำหรับเกย์เตอร์สำหรับเกย์เตอร์ปียาวสำหรับเกย์เตอร์จัดการกีเตอร์ปียาวสำหรับกีเตอร์ซิฟาน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 anh đang khốn hai vậy tại anh chẳng mấy hai mà này thì anh đã sẵn điện hơn lý sinh trai không tay mà để anh bộ kệ đâu chơi cầm bông tay xô bị sẵn điện bị ti tăng đã ba hôi chiên bộ kệ em tao được khơi hôi chiên nụ tí bởi các chị mà này sẽ làm sẵn điện nụ tí rồi bỏ anh cứ bị ra vai vậy bật men khi bạn play riêng càng bị môn ở haiเป็นนิชินโอยินคือนึกไปคลุนขีเพลิมผู้ชิงคือปีบาโรจำนวนบอมใบคลุนไอครั้งนะเป็นนุคือมีนแต่เพิ่งเลือกคลุนไอรถเชงไปตีนิแต่เป็นนอตีบามินหยุดตัวสลวินรถเชงเต้ก็มันปีบาได้ปวยยังไตรปืนหรือบัสซันเองแกประกาศจิมินธนามันสร้างจำเป็นจะจูบซันเองขยำรักวิธีบรรชาวการจับอารมณ์ระบาโอยินไอฉับรถเชงเต้รถบ้านมันแหนตกมันแหนจ้าสัจบองผลิตให้มันนาตีปุยเชื่อนำบีมันแหนตีดมทมอผู้ไปใช้แต่นุตรปือให้ฉันเคยท้าดมทมอกูแต่รถบันน้ำเมียนสูดินเกจลาดตั้งปีดาเมาเกประกอบใจในช่วยป่วยเชียงได้มาในตีปันไตเป็นในเกมตอนบัดดาประหารจิตใจเกคมคลุนให้เสี่ยวหัวเลี้ยงจึกชมเฉลยจงกลางตึงแล้วเนี่ยจงประกอบใจนอมเลี้ยงเจนจากบ้านพลางมือนี้จะมันได้จานน้องนะให้เจนแต่มันบ้านโนเต้มันอาจจะในเรื่องลงเนี่ยมีเรื่องได้อายเกคมชมโนเต้บ้านเรื่องเนี่ยชมนั้นคืออายอันนี้เนี่ย
មកចុះខ្ញុំនិយាយថាអាចចេញតែមិនមែនទេពេលនេះលោកនាំខ្ញុំចេញទៅបានចឹងនាងឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅចាំស្លាប់នៅទីនេះទីនេះគ្មានអាហារគ្មានទឹកថាមកទៀងសាននាងខំខ្លួនពួកយើងនៅទីនេះក៏ព្រោះតែជាអាហាររបស់លីវួយខ្ញុំយកអាហារមកឲ្យអ្នកទាំងពីរហើយណែអាយចេញណាកុំភ័យអីខ្ញុំយកថ្នាំមកឲ្យលោកបងលីវួយតាណាលោកបងលីវួយឯងក៏ជាបិសាចកញ្ជ្រោងដែរខុសហើយពួកយើងជាពូជពងកញ្ជ្រោងសួរជាទេវតាកញ្ជ្រោងនេះជាថ្នាំទឹកដែលខ្ញុំសុំពីក្នុងវិហារមកលបងយល់ថាបានធូរខ្លះដែរទេគឺបានធូរខ្លះហើយឯងនៅហត់ហើយជំងឺបងនេះភ្លាមគឺមិនអាចជាបានទេថ្ងៃក្រោយឯងកុំចំណាយកម្លាំងទៅរកថ្នាំឲ្យបងអីប្រពើឯងក៏ធំដែរហើយក្នុងភូមិនៅមានរឿងជាច្រើនទៀតត្រូវការឲ្យឯងជួយត្រូវហើយលបងប្រុសសៀវហ្វាន់មកទីនេះដែរដូចជាស្នាក់នៅផ្ទះសំណាក់របស់អ្នកបងសានបងបានដឹងហើយអ្នកបងលីវួយគឺលីវួយបងស្រីសាននាងគឺកន្ទុយ3អញ្ចឹងអា7អញគឺកញ្ជ្រោងកន្ទុយ7ហើយត្រូវហើយប៉ុន្តែកន្ទុយរបស់ខ្ញុំលែងមានទៀតហើយគ្មានកន្ទុយទេតើហេតុអីទៅតាមឡៃខ្ញុំជាកញ្ជ្រោងព្រៃតូចមួយក្បាលដែលនៅភ្នំអូឈីគួរឲ្យអាណិតពេកខ្ញុំនៅក្មេងនោះពុកម៉ែបងប្អូនត្រូវអ្នកប្រមាញ់សម្លាប់ចោលអស់កន្ទុយរបស់ខ្ញុំគឺដាច់អស់ដែរវាតែរួមមិនបានដោយសារតែបានបងប្រុសលីវួយជួយនាំខ្ញុំមកភូមិសៀនឈើបានចឹងតាមសម្ដែងរបស់ឯងនេះភូមិសៀនឈើទាំងមូលគឺសុទ្ធតែជាពូជពងកញ្ជ្រោងសួររបស់ឯងហើយមែនហើយពូជពងកញ្ជ្រោងសួរយើងដើមឡៃរស់នៅភ្នំហូឈីពេលភ្នំហូឈីត្រូវគេវាយលោកហើយនោះលោកម្ចាស់កញ្ជ្រោងចំនួនមុននាំពួកយើងមកដល់ភូមិសៀនឈើនេះនៅក្នុងវាលខ្សាច់ទីនេះគឺមានទឹកជ្រោះទេវតាទីតាំងអាចកំបាំងទៀតមិនងាយនឹងឲ្យគេឃើញតែបងប្រុសខ្ញុំចូលចិត្តទេសភាពភូមិភាគកណ្ដាលតែចំណុចខ្ញុំចេញទៅដែរលេងអ្នកទាំងពីរតែហើយអញ្ចឹងពួកយើងជាគ្នាឯងហើយមិនអញ្ចឹងឯងនាំពួកយើងចេញទៅរកគេទៅខ្ញុំគ្រាន់តែជាកូនកញ្ជ្រោងដែលមានយុទ្ធសាស្ត្រទុនខ្សោយមួយក្បាលខ្ញុំមិនអាចនាំអ្នកទាំងពីរចេញទៅបានទេម្យ៉ាងទៀតគ្មានការអនុញ្ញាតពីបងប្រុសដាច់ខាតគឺមិនអាចទេណាកុំនិយាយដល់គាត់កាយយ៉ាងនេះអីបានទេបងស្រីសាននាងចេញក្រៅបានជាប់ផ្ទះបាយបានមានរូបរាងស្អាតចរិតក៏ល្អដែរហើយមានចិត្តស្មោះត្រង់ចំពោះមនុស្សដែលខ្លួនឯងស្រឡាញ់ទៀតសាននាងដែលល្អយ៉ាងនេះហេតុអីក៏មិនអាចថែរក្សាគេឲ្យបានល្អអញ្ចឹងគឺខ្ញុំមិនគប្បីចំពោះគេពីមុនគេធ្លាប់ខាត់ឲ្យខ្ញុំនៅភូមិសៀវឈើតែខ្ញុំមិនចង់ចោទចំណងចេះតែធ្វើតាមទង្វើចិត្តក្រោយមកគេក៏ខកខ្ញុំកុំឲ្យទៅលួចសៀនហួឈៀនឲ្យស្ដេចខ្មៅទៀតតែគួរស្ដាយខ្ញុំនៅតែមិនស្ដាប់តាមសម្ដីរបស់គេធ្វើតាមចិត្តខ្លួនឯងដដែលរឿងរ៉ាវនៅក្នុងលោកចាំដល់ពេលដែលដឹងពីលទ្ធផលនោះគឺបានយឺតពេលអស់ទៅហើយឲ្យតែនាងប្រកុលសៀនហូឈៀនចេញមកគឺមិនចាំបាច់រងការឈឺចាប់ពីដង្កូវពឹសទៀតទេខ្ញុំស្លាប់ក៏មិនអាចប្រកុលសៀនហូឈៀនទៅឲ្យលោកដែរពិតជាកញ្ជ្រោងស្មោះស្នេហ៍មួយក្បាលមែនបើគូស្នេហ៍លីវុយរបស់នាងចេះអាណិតនាងដោយសារតែបែបនេះនាងក៏ទុកថាស្លាប់ដោយមានហេតុផលដែរគួរឲ្យស្ដាយណាស់នាងផ្សងគ្រោះថ្នាក់ព្រោះតែគេតែយកសៀនហូឈៀនមកព្យាបាលឲ្យគេតែគេបែរជាគ្មានមនុស្សចេតនាចំពោះនាងតលតែសោះពីដើមដល់ចប់គ្រាន់តែកំពុងប្រើប្រាស់នាងតែប៉ុណ្ណោះបើមិនចឹងទេមិនក៏គេមិននៅជាមួយនាងបែរជាឲ្យនាងទទួលរងការឈឺចាប់តែម្នាក់ឯងដូច្នេះនាងគិតឲ្យច្បាស់ទៅពេលនេះភូមិឈៀវឈើទៅជាបែបនេះសំបីតែមុខក៏គេមិនបង្ហាញដែរខ្លាចក្រែងតែនៅក្នុងភ្នែកគេពួកនាងគ្រាន់តែជាកាកសំណល់ដែលគ្មានទម្ងន់បោះដៃហៅក៏មកបោះចោលក៏ឲ្យនាងទៅវិញតែប៉ុណ្ណោះដូចជាសម្រាមយ៉ាងចឹងខ្ញុំនឹងបងលីវួយ
មនុស្សចិត្តនារាប់រយឆ្នាំមិនមែនមនុស្សដូចជាលោកគឺអាចយល់បាននោះទេទោះបីជាមិនបាននៅជាមួយគ្នាក៏ពួកយើងមានចិត្តតែមួយដែរទោះបីជាលោកបងក្បត់ខ្ញុំក៏ខ្ញុំមិនអាចក្បត់គាត់ជាដាច់ខាតលោករងាប់ចិត្តទេឡបើពួកនេះមានចិត្តតែមួយទៅហើយអញ្ចឹងគឺចាំមើលថាកញ្ជ្រោងបិសាចដូចជាគេនេះអាចដឹងពីការឈឺចាប់របស់នាងដែរទេបានហើយឆាប់ធ្វើបានគេទេតាពីយ៉ាងគឺពុកនាងចាត់ខ្ញុំយកសៀនហួយឈៀននាងចាត់ការមិនបានខ្ញុំមិនអាចចាត់ទុនទេមិនចឹងនាងឲ្យខ្ញុំបកស្រាយប្រាប់ស្ដេចខ្មោចយ៉ាងម៉េចទៅលបងចាងដុំថ្មឯងមិនអីទេមិនអីទេលោកជានោះគឺចង់ស្រូបយកកម្លាំងធាតុរបស់កញ្ជ្រោងដែលនៅក្នុងភូមិទាំងអស់តែកម្លាំងបិសាចរបស់គេមិនខ្លាំងក្លាហេតុនេះទើបរក្សាជីវិតបានគ្រាន់តែឃុំខ្លួនពួកគេតែប៉ុណ្ណោះហើយនេះពួកយើងត្រូវរៀបរៀងគេចាំគេមានយុទ្ធសាស្ត្រឡើងវិញនោះជីវិតជាច្រើនត្រូវស្លាប់ក្នុងដៃរបស់គេជាមិនខាននោះទេខ្ញុំយល់ហើយតែលបងចាងបងឆាប់រត់ទៅឈិញអ៊ូជីននិយាយថាគេមើលអ្នកនាងពីរចៅសម្រាប់បងដល់ផ្ទាល់ទុកចិត្តចុះខ្ញុំលើទីនេះគឺអាចចាត់ការលក់យេសិនបានហើយលបងឆាប់ទៅនាងមិនអីទេសានាងមានត្រូវទៅទ្រាំឲ្យបានពួកយើងប្រកាសจะជួយនាងជនជារបស់ខ្ញុំមិនអីទេអាចចោះលោកយាចិត្តសាហាវទីនេះក៏ជាស្រុកកំណើតរបស់ម្ដាយខ្ញុំដែរខ្ញុំមានភារកិច្ចការពារគឺខ្ញុំធ្វើបាបជនជារបស់ខ្ញុំទុកចិត្តចុះទោះបីខ្ញុំបដូរជីវិតក៏ត្រូវសម្លាប់អាចចង្រៃនោះអត់ទល់ទៅបានដែរវាគឺជាមនុស្សថោកទាបវាត្រូវតែសងជីវិតកុំអីកុំឆេវឆាវអីមានតែនៅក្នុងទូផ្ទះសំណាក់យកថ្នាំបន្សាបទេទើបអាចជួយមនុស្សបានចាំពេលបន្សាបថ្នាំហើយខ្ញុំប្រកាសជាប្រាប់ឯងពីរឿងម្ដាយរបស់ឯងនាងដឹងរឿងម្ដាយខ្ញុំដែរកុំអង្គជួយអីដូនថ្មឯងទៅអូម្ដាយពេលវេលាទេខ្ញុំទៅយកថ្នាំបន្សាបសើចបងនៅកំដៅសាននាងចលងហ្វិនសៀងពួកឯងនេះក្តាយអាចប្រើយុទ្ធសាស្ត្ររកសៀនហូសៀនបានឲ្យតែឯងព្រមជួយឃើញហើយខ្ញុំនឹងទុកផ្លូវមួយឯងរស់5បើចុះសំអាងទៅលើបិសាចឯងនេះក៏ចង់តែដាំយកសៀនហូឈៀនដែរពិតជាសម័យចិត្តស្លាប់ទៅហើយនៅមាត់រឹងទៀតឆាប់ប្រើយុទ្ធសាស្ត្រទៅមិនចឹងពេលនេះខ្ញុំនឹងឲ្យឯងទៅជួបលោកតារបស់ឯងទោះបីខ្ញុំស្លាប់ក៏ខ្ញុំមិនអាចយកយុទ្ធសាស្ត្របាក់ខ្ញុំប្រគល់ឲ្យបិសាចឯងដែរបើអញ្ចឹងតើហើយអញ្ចឹងគឺកំដរខ្ញុំទៅម្ដងទៅនាងស្មានថាចាងសៀវហ្វានរត់បាត់ហើយគឺអាចរួចផុតពីកំដាប់ដៃខ្ញុំទេស
បងអូនខ្ញុំនឹងត្រឡប់មកវិញអូខ្ញុំគឺតែអាសាចង់ចាត់គេមកវិញឯងចង់ធ្វើអីឈប់ភ្លាមឈប់ភ្លាមចំជាស្រីស្អាតទី1នៃជីវិតនេះមានមនុស្សច្រើនណាស់បារម្ភពីនាងបើចាងសៀវហ្វានមិនគិតអំពីនាងហ៊ានរត់ទៅហើយអញ្ចឹងគឺកុំបន្ទោសថាខ្ញុំមិនគួរសមអីសោះណាលេងគេទៅចាំចាងសៀវហ្វានមកវិញហើយគឺឲ្យគេសម្លឹងមើលនាងជាតិពឹសឬឡើងខ្ញុំបានទុកជីវិតឲ្យលោកហើយលោកបាជាមិនខ្លាចស្លាប់ហ៊ានមកទៀតនាងមិនអាចសម្លាប់ខ្ញុំនោះទេខ្ញុំដឹងមិនខុសទេខ្ញុំមិនអាចទេតែមិនបញ្ជាក់ថាមិនអាចសម្លាប់មិត្តភក្តិរបស់លោកទេចង់បានថ្នាំមិនសាបគឺវាយជាមួយខ្ញុំទៅវាយឈ្នះខ្ញុំថ្នាំមិនសាបជារបស់លោកតាមពិតទៅមិត្តភក្តិរបស់ខ្ញុំក៏ជាមិត្តភក្តិរបស់នាងដែរលេងឈិញអ៊ីនាងនឹងចាំដែរទេនាងជាណាទៅជីងអ៊ីលេងជីងអ៊ីហើយអរគុណហើយពីយ៉ាងមិនបាច់ទេខ្ញុំគ្រាន់តែមិនចង់ឆ្លៀតឱកាសប៉ុណ្ណោះចាំពេលលោកជាសះស្បើយវិញហើយចាំវាយជាមួយលោកចុះតើនាងចាំបាច់អីទេកុំនិយាយច្រើនចាត់ការទេរបស់ខ្ញុំក៏មានសម្លេងនោះគឺជាសម្រែងរួមគ្នាជីវធម៌ទឹកមានន័យថាម៉េចជើងក្រងមាសសម្លេងស្រួយត្បូងជាជួចជាមួយជីវិតគឺឈឺចាប់ក៏ព្រោះតែស្នេហ៍នេះនាងនៅចាំដែរទេជើងក្រងមាសសម្លេងស្រួយត្បូងជាជក់ឈាមត្បូងជាជួចឈាមដែលនៅលើដំបងរបស់ខ្ញុំនេះជាមួយអង្គរងរីរីរបស់នាងធ្លាប់ជីវធម៌បញ្ចាំស្នេហ៍រវាងលោកតាចិត្តខ្មៅនិងអ្នកស្រីជីងលីងហើយនេះរវាងពួកវាគឺជាសម្ដែងរួមគ្នាព្រោះការដែលយើងនៅក្នុងឡាននោះពួកជាងពឹងពាក់គ្នាសាបព្រោះជាមួយគ្នានិយាយប្រាប់ណាសៀវ៉ាន់ពេលនេះពួកយើងជាស្ត្រីមិនបាច់បន្ធូរដៃទេគ្រប់យ៉ាងដែលលោកនិយាយនៅពេលនេះខ្ញុំមិនជឿទាំងអស់ខ្ញុំមិនអាចចាត់ការនេះនោះទេកុំនិយាយច្រើន
របស់ចាងយកថ្នាំបន្សាបបានហើយនៅចាងសៀហ្វាន់ដុំថ្មលោកជាកុំតាមអីអ្នកភូមិសំខាន់ជាងដឹងឯណាសើច្បងសានីឯណាសើច្បងរបស់ខ្ញុំចាងសៀហ្វាន់សើច្បងឯងត្រូវពើហើយពេល7ថ្ងៃពើនៅរើឡើងវិញតើរកសៀនហួយឈៀនមកបដូរទៅមិនចឹងទេសម្លឹងមើលគេស្លាប់ចុះសូហ្វានកុំឲ្យគេគំរាមបានអីទោះបីជារកហួយឈៀនឃើញក៏មិនត្រូវឲ្យគេដែរពីយ៉ាងនាងមិនអីទេតែយើងគេប្រកាសជាតរសៀនហួយឈៀនមកឲ្យយើងជាមិនខានទេដើរទៅតោះទៅសានីខ្ញុំនៅសេនហួយយៀននៅក្នុងដៃរបស់នាងនាងឈប់លាក់ទៀតទេភូមិសូឆាខ្លាញ់ទៅដូចជាពេលនេះអញ្ចឹងគឺដោយសារតែពួកឯងទោះបីជាសម្រាប់ខ្ញុំចោលក៏ខ្ញុំមិនប្រាប់ឯងដែរសានីដំបងនាងចាប់ចៅស៊ីហ៊ុនទេគេដណ្ដើមយកសេនហូឈៀននោះគឺលបងលីវួយបដូរជីវិតទៅអាចយកបានសម្អាងលើស្អីឲ្យពួកនាងទេគឺមិនអាចនោះទេសៀនហួយឈៀនជាវត្ថុទឹករបស់ចលងហ្វិនសៀងយើងមិនទាន់ដេញដល់ផងរឿងអីដែលសម្រាប់ចូលចលងហ្វិនសៀងនាងស្មានតែខ្ញុំមិនហ៊ានសម្រាប់នាងល្អចូលមកសម្រាប់ខ្ញុំចោលទេសម្រាប់ខ្ញុំហើយកុំស្មានថាយកសៀនហួយឈៀនបានឲ្យសោះហើយក៏មិនអាចជួយមិត្តភក្តិរបស់ឯងបានដែរជប់សិនចាងសៀហ្វាន់បើកុំតែពេលនោះឯងការពារសាសនាបិសាចក៏មិនអាចមានថ្ងៃនេះដែរសានីស៊ូនឹងស៊ីហួរនាងចាន់ទៅមិនដែរទេមិនហើយពេលនោះគឺខ្ញុំជាអ្នកលបប្រហារស៊ីហួនដណ្ដើមយកហួយឈៀនបើឯងយកជីវិតខ្ញុំមិនអីទេតែឯងត្រូវតែកិនពីលទ្ធផលរបស់ឯងដែរយ៉ាងច្រើនណាស់ទាំងអស់គ្នាស្លាប់ជាមួយគ្នាចង់កាប់ចង់សម្លាប់បើរកខ្ញុំចាស់យ៉ាងណាពេលនេះខ្ញុំត្រូវរបួសធ្ងន់ដែរគឺតដៃមិនបានទេពេលនោះជួយចាត់ការឲ្យលោកយៀនឲ្យពួកឯងគេទុកថាខ្ញុំជួយទុកដាក់ខ្លួនឯងទៅចាស់សានីស្ថានភាពនៅពេលនេះនាងគួរតែដឹងហើយខ្ញុំមិនដឹងថានៅក្នុងភូមិរបស់នាងមានបិសាចយ៉ាងម៉េចនោះទេប៉ុន្តែពួកគេគ្មានកម្លាំងតបតបើលោកជាយ៉ាសៀនហួយឈៀនដែលឧយិនចង់បាននោះគេនឹងសម្លាប់មនុស្សនៅក្នុងភូមិទាំងអស់ឬមួយនេះមិនមែននាងមិនដឹងទេល្អទោះបីពេលនេះខ្ញុំយល់ព្រមនឹងពួកឯងនាំពួកឯងទៅរកហួយឈៀនចុះពេលដែលយកបានហើយអញចង់ដោះស្រាយយ៉ាងម៉េចទេខ្ញុំមានវិធីហើយគឺប្រគល់ឲ្យឈិញអ៊ូយៀនបដូរយកថ្នាំបន្សាបរបស់អ្នកនឹងលូឯងអញស្មានថាគេយកសៀនហួយឈៀនបានហើយអាចលើកលែងឲ្យពួកឯងឯងអាចលើកលែងឲ្យពួកខ្ញុំឯង
នាងលាក់សៀនហូឈៀនទុកមានគិតដល់លទ្ធផលអីទេនាងគឺហៅថាសាងខ្លួនហើយមែនហើយតែពួកឯងក៏នាំគ្រោះមហន្តរាយឲ្យភូមិសៀវឆើតដែរចាំងស្ទីហ្វាន់កុំភ្លេចថាម្ចាស់របស់វត្ថុទិព្វជាអ្នកណាសោះខ្ញុំដឹងថាជាវត្ថុទិព្វរបស់ប៉ាលោកប៉ុន្តែនេះវាពាក់ព័ន្ធធំណាស់ថ្ងៃក្រោយថាមិនទៀងគេនឹងឲ្យពួកលោកវិញប៉ុន្តែពេលនេះមិនទាន់ដល់វិញល្អឯងពូកែអស្ចារ្យខ្ញុំរកខ្លួនឯងចុះឯងចាំមើលទៅរកតាមចិត្តចាស់មិនអាចរកឃើញនោះទេសានីតើនាងចេញយ៉ាងម៉េចទើបនាងប្រគល់សៀនហួយឈៀនចេញមកជាដំបូងខ្ញុំត្រូវតែប្រកាសពីប្រវត្តិរបស់ភូមិនេះសិននេះគឺជារឿងទី1ចាំពេលដែលអញធ្វើបានហើយចាំនិយាយគ្នាទៀតចាស់មិនអីនោះទេសានីនាងកំពុងតែគំរាមខ្ញុំតែមិនអីទេខ្ញុំប្រកាសជាខំប្រឹងធ្វើឲ្យបានចាំដល់ពេលបានហើយនោះនាងត្រូវរក្សាពាក្យសន្យាបាញ់មានពេលមួយផ្លែនកុំតលីស៊ីងឆេឆាខ្ញុំចង់ចាត់ការបាត់ទៅហើយខាងមួយពេលតើមានន័យអីទេប្រៀបជាមួយនឹងភាពឆេឆាអ្វីដែលខ្ញុំសង្ឃឹមនោះអាចបន្សាបពឹសនៅក្នុងខ្លួនបងបានហើយក៏ឲ្យរកស៊ីហ៊ុនហើយនឹងស៊ូស៊ូខ្ញុំបានសួរដំណឹងគេហើយគេបាននិយាយចេញពីមាត់គេថានៅក្នុងមាត់សាននាងព្រោះតែរបស់លីវុយម្នាក់នោះសូម្បីតែជីវិតរបស់ខ្លួនឯងក៏មិនត្រូវកាត់ដែរមិនថាពួកយើងធ្វើយ៉ាងណាទេឲ្យតែរបស់លីវុយមិនទាន់ជាគេមិនអាចប្រគល់ហួយឈានមកឲ្យយើងទេគ្រាន់តែប្រាស់ពួកយើងតែប៉ុណ្ណោះទេបងនិយាយត្រូវឲ្យតែបានរកឃើញនោះខ្ញុំនឹងជឿជាក់គេម្ដងសាឡបងមិនសិនទេបើមិនបានទេនោះមានផ្លូវក្រៅទៀតនៅសល់7ថ្ងៃទៀតខ្ញុំសុខចិត្តរកអូយៀនឲ្យឃើញប្រយុទ្ធគ្នាឲ្យកក្រាក់ម្ដងខ្ញុំមិនចង់យកជីវិតរបស់ខ្លួនឯងផ្ញើទៅលើកញ្ជ្រោងមកក្បាលនោះទេឲ្យគេប្រគល់ហួយឈានចេញមកបដូរយកជីវិតខ្ញុំដែរដូចជាសាននាងនិយាយត្រូវមនុស្សឈិញអូយៀននេះកលិចកលិចណាស់គឺមិនអាចធ្វើតាមពាក្យសន្យារបស់គេទេខ្ញុំដឹងថាឈិញអូយៀនមិនអាចទេគេគ្រាន់តែចង់បានវត្ថុទិព្វដែលគេចង់បានតែប៉ុណ្ណោះតាមពិតទៅមិនចាំបាច់រកក៏អាចរកវត្ថុទិព្វមកធ្វើជំនួយបញ្ឆោតពួកគេចេញមកបើយើងធ្វើអញ្ចឹងប្រកាសជាបានហើយបាននិយាយរួមខ្ញុំត្រូវតែបន្សាបពឹសនៅក្នុងខ្លួនរបស់សិស្សច្បងសិនទៅបានយ៉ាងម៉េចដែរពេញចិត្តចំពោះការរៀបចំរបស់ខ្ញុំដែរទេចៅស៊ូហ្វានបារម្ភពីជីវិតរបស់សិស្សច្បងគេប្រកាសជារកវិធីរកសៀនហូឈៀនឲ្យជាងឲ្យតទៅបាននៅប្រកាសថាអាចរកគេឃើញនោះគឺជារឿងរបស់គេហើយបើរកមិនឃើញទេអញ្ចឹងលូស៊ីជីមានតែរងចាំការស្លាប់តែប៉ុណ្ណោះយ៉ាងណានិយាយចំពោះពួកយើងគឺបានផលប្រយោជន៍តាមមែនទេមានពេលខ្លះអ្វីដែលចង់បានមិនចាំបាច់ឲ្យពួកយើងទៅយកដល់ខ្លួនឯងចាំឲ្យពួកគេយកមកឲ្យយើងទៅឲ្យតែសត្រូវភ័យច្រើនគឺជាមនុស្សឲ្យតែជាមនុស្សគឺមានចំណុចខ្សោយហើយចាំមិនដែរពេញចិត្តចំពោះយុទ្ធសាស្ត្ររបស់ខ្ញុំដែរទេបើយកមិនបានទេគេនឹងមកអំបោពួកយើងដល់ពេលនោះគឺមានរឿងល្អមើលហើយយកគ្រឿងបាញ់នេះមកគំរាមគេមានន័យដែរទេមានន័យខ្លាំងណាស់គេប្រើប្រាស់លូស៊ីជីគឺដូចជាប្រើប្រាស់នាងនៅពេលនោះយ៉ាងចឹងលើកនេះគេពិតជាពិបាកនឹងចាត់ការនេះគិតថាគេអាចខ្វល់ពីជីវិតរបស់លូស៊ីជីដែរទេលោក
ថាគេប្រាស្រ័យលុយសេឈីដូចជាប្រាស្រ័យខ្ញុំអញ្ចឹងគេនឹងស្រីម្នាក់នោះស្គាល់គ្នាយូរប៉ុណ្ណាហើយមានតំណែងអីបើជាការប្រាស្រ័យទៅហើយហេតុអីក៏ចង់លះបង់ច្រើនយ៉ាងនេះលោកមិនយល់ថាលោកនិយាយពីអស់នេះឆ្ងណាស់ទេពួកគេជាសិស្សរួមបកមិនដឹងថាសិស្សសំណប់ចិត្តរបស់សំណាក់មួយណាទេយ៉ាងណាគឺព្រោះតែយកចិត្តបកវាឡើងទៅលើគឺអាចអូសទាញគ្នាបានហើយនិយាយរួមទៅគេមិនអាចឲ្យលូស៊ីឈីស្លាប់នោះទេថោកទាបមែនហើយអាឡិតនោះគឺពិតជាថោកទាបមែនខ្ញុំថាលោកថោកទាបលោកថោកទាបជាងចាស់សេហ្វាត់នៅក្នុងវត្តលោកនោះទៅទៀតពីយ៉ាងនាងគួរថាមិនមែនមិនអស់ចិត្តចំពោះគេទេតាមពិតមែនទេតាមពិតខ្ញុំយល់ថាចាងសៀវផានចំពោះលូស៊ីឈីក៏មិនសូវមានចិត្តស្មោះប្រមាណដែរបើនាងពិតជាខ្វល់មែនគឺទុកថាខ្ញុំបញ្ចេញកំហឹងឲ្យនាងទៅចុះដល់កំរវល់ឡខ្ញុំដឹងហើយចាំពេលយកស៊ីនហ៊ូឈិនបានហើយមិនឲ្យថ្នាំបន្សាបទៅគេតើវាយ៉ាងម៉េចគឺទុកឲ្យគេសម្លឹងមើលលូស៊ីឈីស្លាប់ដោយសន្សំចុះពីយ៉ាងលេខចោលទៅណានោះមិនអញ្ចឹងខ្ញុំសម្រាប់លោកចោលរសពនៅក្រៅភូមិអត់ហើយនៅតែគ្មានដំណឹងរបស់ជីងស៊ូស៊ូដដែលមានតែជុំវិញអណ្ដូងព្រះច័ន្ទពេញវងទេដែលខ្ញុំមិនទាន់បានរកខ្ញុំខ្លាចជួបនឹងពួកឈីងអ៊ូយៀនហើយនឹងលក់មិនចាំបាច់នោះទេមិញនេះខ្ញុំសាកល្បងជាមួយសាននាងរួចហើយខ្ញុំយល់ថាគេមិនអាចយកស៊ូស៊ូមកលាក់នៅក្នុងភូមិនោះទេហើយក៏មិនអាចលាក់នៅក្បែរភូមិដែរហើយក៏មិនអាចលាក់នៅក្នុងអណ្ដូងគ្មានតម្រុយអ្វីតលតែសោះតែគិតយ៉ាងម៉េចទៅនៅក្បែរនេះវាដូចជាមានអ្វីដូចជាលាងភ្នំដែរទេនឹងខ្ញុំដូចជាមិនសូវច្បាស់ទេខ្ញុំរកយូរចានេះទៅហើយសូម្បីថាភូមិសៀវឈើក៏រកមិនឃើញតែគិតយ៉ាងម៉េចទៅបើអញ្ចឹងអ្វីទៅដែលប្រហាក់ប្រហែលជាលាងនោះនៅលើវាខ្សាច់ទាំងមូលគិតទៅល្បឿនកញ្ជ្រោងរបស់សានាងចម្ងាយមួយផ្លែពិតជាមិនឆ្ងាញ់នោះទេហេតុអីទៅនៅចាំដល់ពេលដែលពួកយើងទើបតែមកដល់នោះអញ្ចឹងខ្ញុំទៅរៀបចំភ្លាមសិស្សច្បងខ្ញុំប្រកាសជាបន្សាបពឹសបោះជា
តែត្បិតតែខ្ញុំត្រូវពឹងហើយតែក្បាច់គុណមិនបានបាត់បង់ទេលើកនេះនាងមកដល់កន្លែងហើយមើលទៅគឺត្រៀមលក្ខណៈផ្លូវចិត្តឲ្យហើយទេគឺមករកស្លាប់មែនទេមកស្លាប់ទេអត់តែចាំ7ថ្ងៃទៀតនាងនឹងស្លាប់ដល់ខ្លួនឯងហើយខ្ញុំគ្រាន់តែងឿងឆ្ងល់មកមើលនាងប៉ុណ្ណោះនាងយល់ថាចាំងសេហ្វានអាចរកសៀវហួរឈានឃើញដែរទេនាងមានមុខមកនិយាយពីចាំងសេហ្វានទៀតពេលនេះគេការពារនាងច្រើនដងជួយជីវិតរបស់នាងតែពេលនេះនាងបាច់ជានៅជាមួយនឹងឆាំងអូយៀនដែលធ្វើបាបនាងម្ដងហើយម្ដងទៀតនាងពិតជាធ្វើឲ្យគេឈឺចិត្តថាម៉េចនិយាយច្បាស់ទៅហេតុអីក៏គេជួយជីវិតខ្ញុំអញ្ចឹងហេតុអីក៏ខ្ញុំត្រូវឲ្យគេជួយនោះនាងភ្លេចហើយតាមពិតនាងភ្លេចហើយគឺអញ្ចឹងសោះតាគេនឹងខ្ញុំមានគំនុំស្អីទេខ្ញុំត្រូវគេធ្វើឲ្យបាត់បង់ការចងចាំអស់ហើយគេនឹងនាងមានគំនុំអីខ្ញុំមិនដឹងទេគេមានធ្វើបាបនាងឬក៏អត់ក៏ខ្ញុំមិនដឹងដែរតែនៅចលងមើលផ្កាយនៅលើភ្នំខុងសានលាងប្រជា10000នោះគេបានជួយជីវិតរបស់នាង2ដងត្រូវឲ្យគេត្រូវឈិញអ៊ីនដាក់ទោសនៅពេលដែលគេត្រឡប់ទៅវិញក៏ត្រូវឯងពិនិត្យធ្ងន់ធ្ងរទៀតពួកមនុស្សសាសនាបិសាចនាងនេះយកទោសសង្គុណព្រៃផ្សៃរឿងតូចតាចនេះពួកនាងប្រកាសជាមិនទុកនៅក្នុងភ្នែកហើយហេតុអីទេហេតុអីក៏ខ្ញុំនាំទុកដល់គេនេះមិនតាក់ទងជាមួយនាងនិយាយច្បាស់បន្តិចទេអញ្ចឹងខ្ញុំនឹងអត់ថាមិនសាទៅនាងឈិញអូយៀនច្បាស់ជាស្ដាប់តាមខ្ញុំនាងស្មានថាខ្ញុំនៅសល់ជីវិត7ថ្ងៃគឺអញវល់កនាងបានទេកុំសម័យពីឆាយសាច់បងជុំភ្លាមស៊ូនិយាយថាអញបែងចែកគុណធម៌និងសច្ចធម៌ដាច់ពីគ្នាតែមកដល់ពេលនេះអញនៅតែការពារគេទៀតសាច់បងបើគេស្លាប់បាននោះឆ្នាំមិនសាមគិតយ៉ាងម៉េចទៅឆ្នាំមិនសាបទេខ្ញុំមើលទៅអញរកលេសអញការពារនាងម្ដងហើយម្ដងទៀតចុះគេវិញគេបាច់ជារួមគ្នាជាមួយសាសនាបិសាចមកធ្វើបាបឯងតែព្រោះតែអ្វីទេហេតុអីក៏ឯងបន្ធូរដៃឲ្យគេអញ្ចឹងសាច់បងហេតុតែគេអាចជួយអូស៊ីននោះគឺព្រោះតែគេភ្លេចរឿងការពីមុនឬមួយក៏បងភ្លេចហើយនៅពេលដែលអ៊ីទូគេបានជួយពួកជើងនេះមិនអាចទុកជាលេសលើកលែងឲ្យគេទេខ្លាចតែនៅក្រៅខ្នងរបស់គេគឺជាបាក់ស្ដាច់ខ្មោចទេនោះគឺគ្មានអ្វីពាក់ព័ន្ធជាមួយនឹងគេនោះទេថ្មីត្បិតតែពេលនេះគេភ្លេចរឿងជាច្រើនប៉ុន្តែគេជាមនុស្សស្លូតបូតចំណុចនេះមិនអាចកែប្រែនោះទេកាលពីមុនល្អបើអញជឿជាក់លើគេយ៉ាងនេះប្រយ័ត្នខ្លួនផងទេ